តនេះនាងខ្ញុំស្រីអូនសូមជូនព័ត៌មានរបស់ស្ថានីយ៍វិទ្យុជាតិឆ្នេរកែបសូមជូនមាតិកាព័ត៌មានប្រធានមន្ត្រីកិច្ចការនារីនៅខេត្តកែបលើកទឹកចិត្តឲ្យនិស្សិតស្រីទាំងអស់ប្រឹងប្រែងរៀនសូត្ររីឯសិទ្ធិមានភាពស្មើគ្នាជាមួយបុរសម៉ាឡេស៊ីចេញការព្រមានអំពីការធ្វើដំណើរទៅភាគខាងត្បូងប្រទេសថៃក្រោយការវាយប្រហារសូមជូនព័ត៌មានពិស្ដាលោកស្រីអូសុគន្ធីប្រធានមន្ត្រីកិច្ចការនារីខេត្តកែបបានមានប្រសាសន៍លើកទឹកចិត្តឲ្យស្ត្រីគ្រប់រូបជាពិសេសនិស្សិតស្រីទាំងអស់ប្រឹងប្រែងរៀនសូត្រអភិវឌ្ឍខ្លួនឲ្យមានចំណេះជំនាញស័ក្តិសមជាយុវជនបន្តវេនស្របពេលដែលយើងកំពុងមានឱកាសសិក្សាជំនាញបច្ចេកទេសនៅទីនេះរីឯសិទ្ធិសេរីភាពមានពេញទីដូចបរោះដែរលោកស្រីលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងជូនវត្ថុអនុស្សាវរីយ៍ដល់សិស្សនិស្សិតដែលជាស្ត្រីក្នុងនៃអបអរសាទរទិវាអន្តរជាតិនារី8មីនានៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបនៅថ្ងៃទី10ខែមីនាឆ្នាំ2025លោកស្រីអ៊ូសុគន្ធីប្រធានមន្ត្រីកិច្ចការនារីខេត្តកែបបានលើកឡើងថាសិទ្ធិសមភាពនិងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបមានគោលបំណងរំលេចនៅសក្តានុពលនិងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រីនិងក្មេងស្រីនៅលើគ្រប់វិស័យដែលឆ្លើយតបនឹងបរិបទនៃការវិវត្តរបស់សង្គមជាពិសេសបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាដែលបានផ្ដោតលើអត្ថប្រយោជន៍គន្លឹះចំនួន5រួមមានមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាលោកស្រីប្រធានមន្ត្រីបានថ្លែងអំណរគុណដល់លោកនាយកលោកគ្រូអ្នកគ្រូសាលាដុនបូស្កូដែលបានគាំទ្រលើកកម្ពស់សមភាព Gender និងផ្ដល់ការអប់រំដល់ប្រជាជនខ្មែរជាពិសេសនោះលើការយកចិត្តទុកដាក់ការពារសិទ្ធិនិងផលប្រយោជន៍សិស្សនិស្សិតទាំងបុរសនិងស្ត្រីប្រកបដោយសមធម៌និងបរិយាបន្នគូរំលឹកដែរថាជារៀងរាល់ឆ្នាំសាលាបច្ចេកទេសដុនបូស្កូបានរៀបចំអបអរសាទរទិវាអន្តរជាតិនារី8មីនាដើម្បីរំលឹកពីការតស៊ូនិងគំរូវីរភាពរបស់ស្ត្រីក្នុងការទាមទារសិទ្ធិសេរីភាពឋានៈតួនាទីនិងសេចក្តីថ្លៃថ្នូរជាផុតពីទង្វើជិះជាន់ជារួមគឺការលើកកម្ពស់សមភាព Gender និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូបរដ្ឋាភិបាលម៉ាឡេស៊ីបានចេញសេចក្តីណែនាំដល់ពលរដ្ឋរបស់ខ្លួនឲ្យពន្យាពេលការធ្វើដំណើរដែលមិនចាំបាច់ទៅកាន់ភាគខាងត្បូងប្រទេសថៃបន្ទាប់ពីមានការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកនិងការបាញ់ប្រហារដែលសង្ស័យថាធ្វើឡើងដោយក្រុមឧទាមដែលបានសម្លាប់មនុស្ស5នាក់និងរបួស13នាក់ផ្សេងទៀតកាលពីចុងសប្តាហ៍នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃច័ន្ទទី10ខែមីនាឆ្នាំ2025ការវាយប្រហារនេះបានកើតឡើងនៅក្នុងខេត្តភាគខាងត្បូងបំផុតរបស់ប្រទេសថៃដែលភាគច្រើនជាជនជាតិម៉ាឡេប៊ូស្លីមជាតំបន់ដែលមានចំនួនអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍រវាងក្រុមបះបោរផ្ដាច់ខ្លួននិងរដ្ឋាភិបាលថៃចាប់តាំងពីឆ្នាំ2004មកមនុស្សជាង7300នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់នេះក្រសួងការបរទេសម៉ាឡេស៊ីបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យដោយផ្ដល់អនុសាសន៍យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋម៉ាឡេស៊ីឲ្យពន្យាពេលធ្វើដំណើរដែលមិនចាំបាច់ទៅកាន់តំបន់ទាំងនោះ